ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរូបមន្តមួយដើម្បីមកបង្ហាញអ្នកទាំងអស់គ្នាឲ្យដឹងបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានរូបមន្តមួយគឺរូបមន្ត count east បាទរូបមន្ត count east តែយើងប្រើរូបមន្ត count east ដើម្បីអ្វីរូបមន្ត count east នេះគឺយើងប្រើសម្រាប់រាប់ចំនួនដែលមានលក្ខខណ្ឌតែមួយបាទហ្នឹងរូបមន្តនេះគឺយើងប្រើឲ្យគឺលក្ខខណ្ឌមានតែមួយទេបាទអញ្ចឹងដើម្បីយើងរាប់មកចុះលក្ខខណ្ឌថាបើសិនជាយើងចង់រកភេទប្រុសអញ្ចឹងរឿងរកវាយភេទប្រុសទៅវាលក់ឲ្យយើងសិតតែភេទប្រុសបើសិនជាយើងចង់ដឹងពីភេទស្រីអញ្ចឹងទៅយើងវាយតែស្រីទៅវាចេញតែភេទស្រីវារ៉ាន់តែភេទស្រីហ្នឹងទេអញ្ចឹងលក្ខខណ្ឌមានតែមួយទេអត់អាចមានពីរទេបាទតោះឥឡូវយើងចូលអនុវត្តទាំងអស់គ្នាតោះឥឡូវខ្ញុំចូលឡើងនេះគឺខ្ញុំចង់រកប្រព័ន្ធ search សរុបអញ្ចឹងបើសិនជាចង់ដឹងពីរូបមន្ត search សរុបយើងរកមិនយើងអាចមើលចូលមុនបាទខ្ញុំបានបង្ហាញហើយបាទអញ្ចឹងដើម្បីចង់រក search សរុបយើងប្រើរូបមន្តអីគេបាទគឺយើងប្រើរូបមន្ត count បាទ count បាទ count អញ្ចឹងដើម្បីរូបមន្ត count គឺយើងរ៉ាន់តម្លៃគឺលេខរៀងសើបាទលេខរៀងហ្នឹងគឺយើងទាញមកពីលេខរៀងទី1រហូតលេខចុងក្រោយទីយើងបិទកញ្ចក់អញ្ចឹងចុចទៅបាទវាចេញអញ្ចឹងមានន័យថាវាចេញមាន6នាក់សិស្សមាន6នាក់បាទអញ្ចឹងចំពោះអ្នកលក្ខខណ្ឌដែលយើងត្រូវប្រើនៅថ្ងៃនេះគឺលក្ខខណ្ឌគឺការប្រើ count is លក្ខខណ្ឌមានតែមួយបាទតោះទៅឥឡូវយើងអនុវត្តទាំងអស់គ្នាអញ្ចឹងខ្ញុំប្រើសញ្ញា count មួយ count is យើងវា count is មួយមកបាទនេះ count is អញ្ចឹងយើងរ៉ាន់កន្លែងណារ៉ាន់គឺកន្លែងភេទបាទព្រោះយើងចង់រើរកភេទប្រុសមែនទេបាទសរុបរបស់ភេទប្រុសអញ្ចឹងយើងរ៉ាំងនៅភេទប្រុសមកភេទមកយើងទាញរឿងចូលក្រមបាទអញ្ចឹងយើងបិទវងកញ្ចក់មួយគ្រាកមួយគឺយើងបើកវងកញ្ចក់បាទនេះគ្រាកមួយបើកវងកញ្ចក់គឺយើងដាក់កដានេះគឺជាលក្ខខណ្ឌដែលcurrency trade គឺយើងរកអីគេ criteria នេះគឺយើងរកកន្លែងភេទគឺយើងរកភេទអីមិញគឺរកភេទប្រុសអញ្ចឹងយើងវាយខាងក្នុងនេះវាយភេទប្រុសបាទជាអក្សរខ្មែរមកភេទប្រុសអញ្ចឹងពេលយើងវាយភេទប្រុសហើយយើងកុំភ្លេចបិទវងកញ្ចក់ផងណាបាទបិទវងកញ្ចក់ផងបែបនេះបាទអញ្ចឹងចុចថាមកនេះអញ្ចឹងភេទប្រុសវាលក់ឲ្យយើងភេទប្រុសមានចំនួន4នាក់អញ្ចឹងសរុបមក1 2 3 4បាទ4នាក់អញ្ចឹងខ្ញុំខាងក្រោមនេះគឺយើងចង់រកភេទស្រីបាទយើងធ្វើដូចគ្នាហ្មងយើងវាយយើងប្រើរូបមន្ត count is ដែរមក count is អញ្ចឹងយើងរានកន្លែងភេទមកទាញលើជុំក្រោមយើងគ្រាកមួយគឺយើងបើកសញ្ញាទាញកដោ2អញ្ចឹងយើងវាយវាឈ្មោះស្រីតែមិញរកប្រុសណាអញ្ចឹងយកស្រីអញ្ចឹងបិទវងកញ្ចក់វិញយើងបិទវងកញ្ចក់វិញយើងចុចថាបោះនេះយើងចេញលទ្ធផលមកហើយលទ្ធផលគឺស្រីមាន2នាក់អញ្ចឹងរាប់មក1 2បាទអញ្ចឹងស្រី2នាក់អញ្ចឹងបើសិនជាយើងចង់អេតបន្ថែមអ្នកដាក់អ្នកនៅកដានេះនៅខំដាក់អ្នកហ្នឹងគឺយើងអត់មែនវាណាវាអត់បានទេយើងប្រអេតមកយើងចុចមកស្ដាំមកចុច format យើងមកកន្លែង custom នេះ custom អញ្ចឹងកន្លែងនេះអ្វីដែលយើងថាយើងនេះគឺកន្លែងនេះយើងចិនដល់មិនដល់ទេយើងដាក់មកយើងដាក់សញ្ញាពីកដុល2មកបាទសញ្ញាមានកដុល2មកយើងវាដាក់អ្នកបាទអ្នកអក្សរខ្មែរយើងអ្នកមកអូមិនអ្នកបាទអ្នកកន្លែងនេះយើងគុំដកឃ្លាចឹងទៅដាក់វាជាមកយើងមិនដកឃ្លាទេបាទយើងដាក់បែបនេះមកបើយើងចង់ដកឃ្លាយើងគាត់ដកឃ្លាកន្លែងនេះមកបាទដកឃ្លាឲ្យយើងបានអញ្ចឹងយើងវាប៉ុណ្ណេះបានហើយគឺយើងចុចអូខេមកបាទវាលោកចេញនេះលោកចេញឲ្យយើងហើយនេះអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្ណឹងបាទអញ្ចឹងសូមតាមដាននៅវីដេអូក្រោយទៀតបាទសូមអរគុណសូមគោរពលា